ពាក់ព័ន្ធនឹង series ហើយនឹង concept ហ្នឹងមានតែចំណុចតែពីរទេគឺ series គឺជាអ្វីមួយដែលយើងបានតេស្តបាន observe បានពិសោធន៍ច្បាស់លាស់ហើយយកវាមកបញ្យល់អំពីការអ្វីដែលកើតឡើងក្នុងសង្គមក្នុងពិភពលោកអញ្ចឹងណាចុះថារឿងមួយកើតឡើងមិនបានវាកើតឡើងគឺគេមាន series យកមកបញ្យល់ហើយ series ហ្នឹងគឺជាគំនិតដូចតែ concept ដែរទេគ្រាន់ថាវាមាន concept ច្រើនវាបញ្ចូលគ្នាវាហៅ a set of concept បានថាក្នុង series មួយវាមាន idea 4-5 បញ្ចូលគ្នាហើយវាពាក់ព័ន្ធគ្នាហើយ idea ទាំងអស់ហ្នឹងគឺត្រូវបានគេពិសោធន៍ត្រូវបានគេធ្វើការសិក្សាច្បាស់លាស់ហើយបានគេចេញជា series នឹងមួយហ្នឹង series concept វាជា idea ដែរប៉ុន្តែ idea ហ្នឹងត្រូវបានគេយកមកគិតយកមកអភិវឌ្ឍយកមករៀបចំហើយយកមក fine tune បានន័យថាគេសម្រិតសម្រាំងវាណាបានថាដំបូងជាគំនិតមួយតែគេយកវាមកគិតមកពិចារណាមកអភិវឌ្ឍសម្រិតសម្រាំងទៅវាคล้ายទៅជា concept ដល់គេយក concept ហ្នឹងទៅ test ទៅ experiment ទៅ observe យូរទៅវាคล้ายជា theory អញ្ចឹងវា flow ពី idea ធម្មតាមួយឡើងទៅ concept តែ idea ហ្នឹងត្រូវបានគេគិតពិចារណាមកចត់ណាហើយបានឡើងទៅ series ហ្នឹងគឺគេបានពិនិត្យបាន observe បានពិសោធន៍បានស្អីរហូតដល់វាคล้ายដូចជាការពិតមួយថាឲ្យតែមានរឿងកើតឡើងគឺយក series ហ្នឹងយកទៅបញ្យល់បានហើយវាអញ្ចឹងណាអញ្ចឹងវា flow ពីគំនិតធម្មតាមួយទៅជាគំនិតមួយដែលគេបានពិចារណាមកចត់ទៅជាទ្រឹស្ដីមួយអញ្ចឹងឲ្យគ្នាយើងយល់ពីអា level នៃភាពខុសគ្នារវាង series និង concept ហ្នឹង theory គឺគេយកវាដើម្បី predict ឬក៏ explain យកទៅទូទាយរឿងអីមួយយកទៅបញ្យល់នៃអីមួយបានថារឿងនោះវាកើតឡើងអញ្ចឹងយកអីមកបញ្យល់បានគឺយក theory នោះមកបញ្យល់អញ្ចឹងណាហ្នឹងហើយហើយ concept គឺជាគំនិតមួយដែលយើងយកមកមិនមែនបញ្យល់ទេគ្រាន់តែឲ្យយល់ពីអ្វីមួយដែលកើតឡើងมันអាចបញ្យល់បានដូច series ទេ series គេបញ្យល់បានដោយសារតែវាជា concept មួយដែលគេបានពិសោធន៍បាន observe ហើយគេសង្កេតរាប់ឆ្នាំណារឿងនោះវាអញ្ចឹងរហូតបានគេចេញជា series មួយឬក៏គេពិសោធន៍គេសិក្សាច្បាស់លាស់ទៅបានវាត្រូវគ្រប់ថាឲ្យតែរឿងនឹងកើតឡើងគឺអញ្ចឹងហើយអញ្ចឹងគេបង្កើតជា series មួយបញ្យល់អំពីអាហ្នឹងអញ្ចឹង series យើងយកមកដើម្បីបញ្យល់ដល់ពេល concept มันអាចបញ្យល់ 100% ទេតែភាគច្រើនគោលបំណងវាគឺយកមកធ្វើម៉េចឲ្យយើងយល់ថាហ្នឹងវាអញ្ចឹងបើវាមិនអញ្ចឹងទេវាអាចមានរឿងរ៉ាវផ្សេងទៀតដែលកើតឡើងដែលវាធ្វើឲ្យអាហ្នឹងវាអត់ series មិនអាចបញ្យល់បានអញ្ចឹងណាអញ្ចឹងមិនថាបើ series មួយមិនអាចបញ្យល់វាបានទេគឺត្រូវយក concept មកបញ្យល់ concept វាមានច្រើនអញ្ចឹងណាឲ្យបញ្យល់ឲ្យយើងយល់ទេมันអាចបញ្យល់មកដើម្បីឲ្យយើងច្បាស់ 100% ដូច series ទេអញ្ចឹងវាខុសគ្នាអញ្ចឹងទៀតបានយើងយល់ថាមិនបានអាពីនឹងខុសគ្នាហើយបានទៅចេញទៅជា theoretical and conceptual framework អញ្ចឹងការឆ្វេងដៃជា theory បានថាជាគំនិតមួយចំនួន 3-4 ដែលបញ្ចូលគ្នាដែលតាក់ទងគ្នាវា interrelated អាហ្នឹងមួយទៀតឲ្យតែមាន theory គឺវាបញ្យល់អំពីទំនាក់ទំនងនៃអ្វីមួយទៅអ្វីមួយបើថាមនុស្សយើងតែបានប្រឹងធ្វើការដែលប្រឹងធ្វើការហ្នឹងគឺវាតាក់ទងទៅនឹងការលើកទឹកចិត្តតាក់ទងនឹងប្រាក់ខែតាក់ទងចំណង់ចំណូលចិត្តតាក់ទងនឹងអ្វីផ្សេងកត្តាសង្គមកត្តាក្រុមហ៊ុនកត្តាមិត្តភ័ក្តិកន្លែងធ្វើការអញ្ចឹងអាកត្តាទាំងអស់ហ្នឹងវាជាបើក្នុង research គេប្រើពាក្យ variable អថេទាំងអស់ហ្នឹងវាមានទំនាក់ទំនងទៅនឹង performance ឬក៏ការធ្វើការរបស់មនុស្សអញ្ចឹងគេមាន series មកបញ្យល់ឲ្យថាមនុស្សម្នាក់បើគាត់ប្រឹងប្រែងធ្វើការលុះត្រាតែមានកត្តា 3-4 យ៉ាងមកឲ្យគាត់ប្រឹងប្រែងធ្វើការអញ្ចឹង series គេបញ្យល់អញ្ចឹងវាបង្ហាញពីទំនាក់ទំនងនៃកត្តា 3-4 ហ្នឹងមានឥទ្ធិពលទៅលើperformance របស់មនុស្សម្នាក់ហ្នឹង
អានឹងហើយវាคล้ายទៅជា variable គេហៅ dependent variable ហើយនិង independent variable independent variable ហ្នឹងគឺកត្តាដែលមានឥទ្ធិពលទៅលើអ្វីមួយការដែលមនុស្សធ្វើអីមួយហ្នឹងវាពឹងទៅលើកត្តាអីនោះការដែលគាត់ធ្វើហ្នឹងជា dependent ហើយបានថាគាត់ផ្លាស់ប្ដូរទៅតាម variable independent នេះកត្តាផ្សេងៗនេះអញ្ចឹងក្នុង research គេប្រើពាក្យ variable បើយើងឲ្យស្រួលយល់យើងប្រើពាក្យកត្តាបើថា variable មាន5វាមានតំណែងទៅលើ variable 1យើងគ្រាន់តែគិតថាកត្តា5នេះគឺសំខាន់សម្រាប់ធ្វើឲ្យមនុស្សម្នាក់ធ្វើអ្វីមួយឧទាហរណ៍ណាឧទាហរណ៍ថាឥឡូវនិស្សិតម្នាក់គាត់រៀនបកកែតើមានកត្តាអីធ្វើឲ្យគាត់រៀនបកកែអញ្ចឹងការដែលគាត់រៀនបកកែហ្នឹងគឺជា dependent variable គាត់បកកែឬក៏មិនបកកែវាពឹងទៅលើកត្តា5 6ដែលធ្វើឲ្យគាត់រៀនបកកែចាកត្តា5 6ហ្នឹងគេហៅថា independent variable អថេឯករាជ្យអថេមិនឯករាជ្យអីចឹងណាបើថាអថេឬកត្តា5 6ហ្នឹងមានឥទ្ធិពលទៅលើការដែលគាត់រៀនបកកែឬក៏មិនបកកែគេហៅ student learning outcome អញ្ចឹងបើយើងមើលជា research កត្តា5 6ហ្នឹងជា independent variable ជាកត្តាប្រើពីកត្តាវាស្រួលយល់ជាងអថេអញ្ចឹងណាដែលមានឥទ្ធិពលទៅលើ learning outcome របស់គាត់អញ្ចឹងបើជា series គេមាន series បញ្យលហ្នឹងហើយថា learning outcome របស់សិស្សម្នាក់គេថាល្អឬក៏មិនល្អវាពឹងទៅលើកត្តាមួយចំនួនដូច1 4 5អញ្ចឹងទៅអញ្ចឹងណាចាហ្នឹងជា series គេមានគេសិក្សាមកវាមានហើយគោលបំណងវាគឺ explain make prediction about something ព្យាយាមបញ្យល់ថាថៃបានវាអញ្ចឹងមិនបាននឹងកើតឡើងវាអញ្ចឹង the concept អត់ទៅអញ្ចឹងទេ concept ខាងស្ដាំដៃនេះគឺច្រើនតែបង្ហាញជារូបភាពថារឿងហ្នឹងវាជា idea ប៉ុន្តែយើងព្យាយាមគិតចេញជារូបភាពថាកត្តាអីរុញទៅលើកត្តាអីឬក៏អថេមួយណាវាមានឥទ្ធិពលទៅលើអថេមួយណាវាជា flow នៃតំណែងរវាងអថេហ្នឹងណាហើយជា concept គឺជាផ្នែកមួយនៃ theory យើងត្រូវយល់ហើយហ្នឹងណា theory មួយវាមាន concept ច្រើនក្នុងហ្នឹងដូចរបៀបថា theory របស់ Maslow hierarchy of need លំដាប់ថ្នាក់នៃតម្រូវការរបស់មនុស្សណាគេថាដំបូងយើងកៅ physical need អីនេះ basic need នេះអញ្ចឹង basic need ជាផ្នែកមួយនៃ concept របស់ theory ហ្នឹងបន្ទាប់ពី basic need នឹងចប់ហើយបានឡើងទៅលើស្អីមួយស្អីទៀត4 5 level អញ្ចឹងណាអញ្ចឹងមួយហ្នឹងគឺជា concept មួយហ្នឹងហើយអញ្ចឹងវាបញ្ចូលគ្នាទៅคล้ายជា theory មួយអញ្ចឹងក្នុងនេះគេដាក់ថាជា component of theory which convey abstract idea within a theory បានថា concept គឺជាផ្នែកមួយរបស់ theory ក្នុង theory មួយមាន concept 4 5អញ្ចឹងណាអញ្ចឹងនៅពេលយើងយក theory មួយមកប្រើពេលខ្លះយើងប្រើ concept ទាំងអស់នៅក្នុង theory ហ្នឹងពេលខ្លះយើងប្រើតែ concept មួយឬក៏ពីរនៅក្នុង series ហ្នឹងទេហើយចាំតិចទៀតទៅមកទៀតបានយើងយល់ថាការដែលយើងយក concept ទាំងអស់នៅក្នុង series មួយមកប្រើហើយនឹងការដែលយើងយក concept តែមួយឬក៏ពីរនៅក្នុង series មួយមកប្រើតើវាមានន័យថាម៉េចជារួមបើយើងយក concept ទាំងអស់នៅក្នុង series មួយយកមកប្រើយើងហៅវាថាជា theoretical framework បានថា framework របស់យើងយកចេញពី series មួយប៉ុន្តែបើយើងយកផ្នែកណាមួយនៃ series មួយមិនយកទាំងអស់ទេយកតែមួយផ្នែកមកផ្គុំជាមួយនឹងផ្នែកមួយទៀតរបស់ series មួយទៀតបញ្ចូលគ្នាអញ្ចឹងវាคล้ายទៅជា conceptual framework ស្លាយបន្ទាប់ខ្ញុំបញ្យល់នឹងលម្អិតអញ្ចឹង concept ហ្នឹងគ្រាន់តែជាចុងក្រោយគ្រាន់តែជា experience យើងធ្លាប់ជួបប្រទះអីមួយហើយយើងគិតថាហ្នឹងវាអញ្ចឹងកន្លែងនេះអាចថាបើជា theory គឺជាគំនិតផ្សេងដែលរួមបញ្ចូលគ្នាដែលអាចបញ្យល់បាតុភូតអីមួយដល់ជា concept គ្រាន់តែជាគំនិតមួយដែលយើងយកមកដើម្បីឲ្យយើងយល់ថាអាហ្នឹងវាមិនបាត់អញ្ចឹងតែมันអាចបញ្យល់ឲ្យលម្អិតបានទេគឺគ្រាន់តែឲ្យយើងយល់ថាអាហ្នឹងកើតឡើងអញ្ចឹងប្រហែលជាអញ្ចឹងយើងយកអាហ្នឹងមកបញ្យល់តែអ្នកផ្សេងអាចថាអាហ្នឹងកើតឡើងអញ្ចឹងមកពីអញ្ចឹងទេវាខុសគ្នាទាំងអស់ដែរវាមាន concept រៀងខ្លួនកំណត់នៃការយល់នឹងបាតុភូតហ្នឹងគឺរៀងខ្លួនប៉ុន្តែបើយើងយក series មកបញ្យល់
វាអាច cover បានទាំងអស់ព្រោះ series មួយវាមាន concept 3 4ក្នុងហ្នឹងហើយ concept 3 4ក្នុងហ្នឹងអញ្ចឹងបើវាមិនត្រូវអាមួយនេះក៏វាអាចត្រូវមួយនេះជួនកាលវាត្រូវទាំង3ឬក៏ទាំង4អញ្ចឹងណាដូច series របស់ Maslow អញ្ចឹងគេនិយាយរឿង needs ហ្នឹងវាមាន level 15អញ្ចឹងបើត្រូវមិនត្រូវអា level ទី1ក៏អាចត្រូវ level ទី2 level ទី3ទៅណាមកណាគឺត្រូវក្នុង level ទាំង5ហ្នឹងហើយវាបែបហ្នឹងណាហ្នឹងហើយព្រោះដោយសារតែដែលវាជា series មួយវាមាន level 14 5នោះ